ឆ្នេរសុខាខាងក្រោយអូតែនគឺទេសភាពមាត់សមុទ្របរិវេណអូតែននេះយើងចូលមកក្នុងអូតែនធំនៅខាងនោះនេះលក្ខណៈធ្វើដូចបឹងកាឡូក្នុងមានច្រើនវាលក្ខណៈផ្ទះមួយដាច់តូចចេះហើយមានច្រើននោះរហូតដល់នោះទេសភាពស្អាតហើយនេះក្បាលនេះកតុយនេះនៅក្រៅកតុយនេះនៅកន្លែងឆ្នេរចាស់មុននៅកន្លែងឆ្នេរជាប់សុខាដែរកតុយនេះតែលើបាត់ហើយកតុយនេះលសក្បាលនេះក្បាលនេះនៅក្នុងក្បាលនេះកតុយនៅក្រៅតែក្បាលនៅនេះពេលព្រឹកស្អាតត្រជាក់នេះបើយើងអត់ចង់ស្នាក់នៅអូតែធំយើងអាចមកនេះបានបឹងកាឡូតូចថ្ងៃហ្នឹងចេញទៅពេញវិញអ្នកខ្មៅថតក្បាលនេះឲ្យចិត្តធំឆ្ងាយក្បាលនៅក្នុងកតុយនៅក្រៅតែលើបាត់កតុយសារកន្លែងហ្នឹងគេអភិវឌ្ឍគេធ្វើជារង្វង់មូលហើយធ្វើជាចំណតឡានចាក់ធ្វើច្រាំងឬអីទៅបាត់កតុយនេះពីមុនកតុយនេះនៅក្រៅធំមែនតើនេះស្ដាជាខុនដូកាស៊ីណូ